ជំរាបសួរខ្ញុំបាទជាប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនចានាងខ្ញុំសូមជម្រាបសួរនាងខ្ញុំឈ្មោះតាំងចន្ទថាថ្ងៃនេះនាងខ្ញុំសូមមកបង្ហាញចំណាប់អារម្មណ៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសជប៉ុនឯកឧត្តមទុយរីរយៈពេលកន្លងមកក្រោមការគាំពៀពីសំណាក់ឯកឧត្តមទុយរីឯកអគ្គរដ្ឋទូតតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាលោកតែងតែគ្រប់គ្រងបង្ហាត់បង្ហាញព្រមទាំងសម្រុះសម្រួលបងប្អូនខ្មែរយើងទាំងអស់ឲ្យចេះស្រឡាញ់សាមគ្គីគ្នាតាមរយៈការចូលរួមដោយផ្ទាល់មិនថាពិធីតូចធំក្តៅរងាយ៉ាងណាក៏នៅមានវត្តមានដ៏ពងពោះរបស់អាដាមជានិច្ចប្រៀបដូចជាអាណាព្យាបាលមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅជប៉ុនទាំងមូលចំពោះនាងខ្ញុំពិតជាគោរពចំពោះទឹកចិត្តដ៏ល្អរបស់ឯកឧត្តមនិងការរាប់អានបងប្អូនប្រជាពលរដ្ឋខ្មែរដោយមិនគិតពីឋានៈចំពោះវីដេអូមួយនេះនាងខ្ញុំញញឹមអត់ចាញ់ទេញញឹមអត់ចាញ់ព្រោះតែឯកឧត្តមបានបញ្ចប់អាណត្តិត្រឡប់ទៅមាតុភូមិកម្ពុជាវិញពិតជាមានក្តីនឹករលឹកដល់ឯកឧត្តមជាខ្លាំងហើយនាងខ្ញុំសង្ឃឹមថាថ្ងៃណាមួយឯកឧត្តមនឹងត្រឡប់មកប្រទេសជប៉ុនវិញព្រោះឯកឧត្តមបានសន្យាថាឯកឧត្តមបានចែកបេះដូងជាជំរាបជូនដល់បងប្អូនខ្មែរយើងដែលគាត់រស់នៅប្រទេសជប៉ុនមួយចំណែកតូចម្នាក់ហើយដូច្នេះហើយឯកឧត្តមត្រូវតែត្រឡប់មកប្រទេសជប៉ុនដើម្បីមកយកជំរាបបេះដូងរបស់ឯកឧត្តមវិញហើយបងប្អូនខ្មែរយើងទាំងអស់គ្នាដែលនៅប្រទេសជប៉ុននឹងរងចាំក៏ដូចជាស្វាគមន៍ចំពោះវត្តមានឯកឧត្តមដែលអញ្ជើញមកប្រទេសជប៉ុនចូលចាំជាងថាតាមពងសាវតាបញ្ជាប្រាប់ថាអូនខ្មែរថ្កើងទឹកដីខ្មែរធំទូលំទូលាយសពសាយរុងរឿងគេឯងតែងលើកដំកើងដំកល់ជាតិយើងចាត់ទុកឡើងជាជាតិច្បងរយ៉ាងធោខ្ពង់ខ្ពស់ឆើតឆាយបានចេញផ្សព្វផ្សាយគ្រប់ទិសទាំងឡាយចុងបូពីសាសនាសិល្បៈចម្លាក់វិចិត្រគុំនិតសិក្សាតន្ត្រីទស្សនវិជ្ជាព្រះពុទ្ធសាសនាជាគោលការណ៍ដែលខ្មែរផ្សាយទៅខ្មែរអើយចូលស្ដាប់សាវតាដែលបានចរចាបញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើងតាំងចិត្តឲ្យមួមខិតខំប្រឹងវិញបញ្ចេញដំកើងដំឡាយនៃជាតិខ្មែរយើងឲ្យបានរុងរឿងជាថ្មីឡើងតាមសាវតា ច
24 កក្កដា ឆ្នាំ 2025 ជាថ្ងៃដែលថៃឈ្លានពានមកលើទឹកដីកម្ពុជាប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់ត្រូវរត់ភៀសខ្លួនពីសង្គ្រាមរស់នៅយ៉ាងលំបាកវេទនាជាទីបំផុតកងទ័ពខ្មែរអង្អាចក្លាហានតស៊ូជាមួយនឹងត្រូវរហូតដល់រងរបួសនិងមានខ្លះទៀតត្រូវពលីជីវិតដើម្បីជាតិមាតុភូមិថ្ងៃទី24 កក្កដា 2025 នេះហើយជាថ្ងៃដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននូវការឈឺចាប់មួយនេះ And reflecting the gratitude of the Cambodian peoples, I have nominated President Donald J. Trump for the Nobel Peace Prize. And he, like I say, peace saved life. And this is the wish of our Cambodian people as appreciations for the President. So thank you very much, Mr. President. Thank you.
មិត្តសួរនាងខ្ញុំឈ្មោះរួមម៉ាលីតំណាងឲ្យសហគមន៍ខ្មែរប្រចាំប្រទេសជប៉ុនសូមថ្លែងអំណរគុណដល់អាយដាមអគ្គរដ្ឋទូតទុយរីដែលតែតែព្រួយបារម្ភនិងជួយឈឺឆ្អាលដល់ប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុនកន្លងមកនេះហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ជ្រាបជ្រៅចំពោះអាយដាមតែតែលើកស្ទួយវប្បធម៌ខ្មែរហើយអាយដាមតែតែផ្ដល់ឱកាសឲ្យក្មេងៗបានឡើងសម្ដែងនៅរបាំផ្សេងៗនៅក្នុងប្រទេសជប៉ុនកន្លងមកប៉ុន្តែប៉ុណ្ណោះអាយដាមតែតែដល់នូវថវិកាផ្ទាល់ខ្លួនសម្រាប់លើកទឹកចិត្តដល់ក្មេងៗផងដែរ Jumpa Rotate Terlorop Teo Campuchia Men Dan Sawat Tepia Okontat ខ្ញុំពិតជាសោកស្ដាយចំពោះការចប់អាណត្តិរបស់អាយដាមនាងខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលហើយក៏នឹកសំណោះអនុស្សាវរីយ៍ដែលអាយដាមបានបន្សល់អ្វីដែរក៏ដូចជាបន្សល់ការងារល្អៗដែលអាយដាមមានចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅនិងបម្រើការងារនៅប្រទេសជប៉ុនទាំងនិស្សិតសកម្មកម្មពលករជាដើម សូមគោរពជំរាបសួរនាងខ្ញុំឈ្មោះប្រាក់ទូមក្នុងថ្ងៃនេះដែរនាងខ្ញុំចង់និយាយពីចំណាប់អារម្មណ៍របស់នាងខ្ញុំចំពោះឯកឧត្តមអគ្គរដ្ឋទូតទុយរីនាងខ្ញុំបានលើដំណឹងថាឯកឧត្តមអគ្គរដ្ឋទូតទុយរីនឹងចាប់អាណត្តិនិងត្រឡប់ទៅប្រទេសកម្ពុជាយើងវិញនាងខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងតែពួកយើងមិនដឹងធ្វើយ៉ាងម៉េចបើជាការងារនាងខ្ញុំចង់ឲ្យអាដាមអគ្គរដ្ឋទូតទុយរីប្រចាំនៅប្រទេសជប៉ុននឹងរហូតសម្រាប់ជាមលុបដ៏ត្រជាក់ដល់ប្រជាជននៅប្រទេសជប៉ុនយើងទាំងអស់គ្នានាងខ្ញុំសូមលើកម្រាមដៃ10សូមជូនពរអាយដាមឲ្យធ្វើដំណើរតាមផ្លូវឲ្យមានសុខសុវត្ថិភាពនិងសុខភាពល្អនិងអាយុវែងឆាប់បានមកជួបពួកយើងខ្ញុំនៅប្រទេសជប៉ុន បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្នេហាបាទคลิปវីដេអូនេះផងដែរខ្ញុំបាទសូមគោរពផ្ញើជូនបាទចំពោះអាយដាមទុយរីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបាទដែលក្នុងនេះឱកាសដែលអាយដាមនឹងអញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញបាទនាពេលឆាប់ខាងមុខនេះបាទក្រោមការដឹកនាំរបស់លោកពូបាទលោកពូតែងតែជួយគាំពៀតែងតែជួយសម្រុះសម្រួល និងអំពាវនាវដល់បងប្អូនជនរួមជាតិក៏ដូចជាពលករទាំងអស់បាទឲ្យចេះរួបរวมគ្នាស្រឡាញ់គ្នានិងស្នេហាជាតិបាទនៅពេលដែលមានពិធីបុណ្យទានធំក៏ដូចជាបុណ្យជាតិវប្បធម៌ជាតិខ្មែរបាទអាយដាមតែងតែរួបរวมនិងប្រមូលផ្ដុំពុកម៉ែបងប្អូនពលករទាំងអស់បាទឲ្យចូលរួមនៅវប្បធម៌ជាតិខ្មែរនៅឯប្រទេសជប៉ុនបាទក្នុងនេះឱកាសដែលអាយដាម មាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញបាទកូនក្មួយបាទសូមលើកហាត់បួងសួងដល់ទេវតាគុណបុណ្យព្រះរតនត្រ័យគុណបុណ្យកែវទាំង3វត្ថុស័ក្តិសិទ្ធិក្នុងលោកបាទសូមលោកតាមជួយថែរក្សាអភិបាលប្រកព្រំសព្វសាធុការពរជ័យសិរីសួស្តីវិបុលសុខរូបជូនចំពោះលោកពូឯកអគ្គរដ្ឋទូតបាទសូមលោកពូបាទបានជួបនៅពុទ្ធពរដ៏ឧត្តមឧត្តមថ្លៃថ្លា4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈជានិច្ចនិរន្តរ៍ កំបីគ្លៀងគ្លាតឡើយបាទសូមអរគុណសូមគោរពលាបាទ ខ្ញុំបានក៏សូមជូនពរអាដាមឯកអគ្គរដ្ឋទូតក្នុងដំណើរមាតុភូមិនិវត្តន៍ប្រកបតែសុខសុវត្ថិភាពសុខភាពល្អកុំភ្លេចឧស្សាហ៍ផ្ញើការនឹករលឹកដល់កូនចៅនៅប្រទេសជប៉ុននេះផងខ្ញុំបានសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមថែសារលោកឲ្យបានសុខសប្បាយសុខសុវត្ថិភាពអាយុវណ្ណៈសុខៈពលៈកុំបីឃ្លីឃ្លៀងឡើយសូមអរគុណ ចាសង្ខារយើងអើយពិតមិនទៀងឡើយររូបាអនិច្ចំទុក្ខំអនត្តាគ្មានអ្នកណាគេផុតបានឡើយតើ10ឆ្នាំមានប៉ុន្មានដងបាច់ជាសៅមកចង់ពៀគ្នាស្អប់គុំគួនជ្រណែននឹងទាពេលវេលាមិនចាំយើងឡើយ ច្រើនណា
កុសលនឹងនាំដល់ឋានសួគ៌មានប៉ុណ្ណាយកទៅមិនបានទេព្រោះចុងក្រោយទៅខ្លួនលោទេមានរូបបាំងទុក្ខំអិនលហើយតើសល់ពេលប៉ុន្មានទៀតទៅពុនធាំងសារណੰកច្ឆាមីធម្មំសារណੰកច្ឆាមីសង្ឃាំងសារណੰកច្ឆាមីបុណ្យកុសលនឹងនាំដល់ឋានសួគ៌នាងខ្ញុំជួបกับสิ่งที่បច្ចុប្បន្ននាងខ្ញុំបានរស់នៅក្នុងប្រទេសជប៉ុនរយៈពេលកន្លងមកនេះក្រោមការគាំពារពីសំណាក់អាដាមតុយរីជាអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅក្នុងប្រទេសជប៉ុនដែលតំណែងឲ្យរដ្ឋាភិបាលកម្ពុជាលោកតែងតែមើលថែយកចិត្តទុកដាក់និងបង្ហាត់បង្រៀនដល់បងប្អូនប្រជាពលរដ្ឋខ្មែរជួយសម្របសម្រួលដោះស្រាយបញ្ហានានានិងបង្រួមឲ្យបងប្អូនខ្មែរយើងចេះស្រឡាញ់គ្នាសាមគ្គីគ្នាជាធ្លុងតែមួយវត្តមានរបស់លោកតែងតែចូលរួមគ្រប់កម្មវិធីមិនថាតូចមិនថាធំមិនថាក្តៅមិនថារងាទេលោកតែងតែមានវត្តមាននៅជាមួយបងប្អូនខ្មែរជានិច្ចនាងខ្ញុំសូមគោរពជូនពរក្នុងការធ្វើដំណើរវិលត្រឡប់ទៅមាតុភូមិនៃវត្តប្រកបដោយសុខសុវត្ថិភាពនិងជូនពរឲ្យលោកពូមានសុខភាពល្អកម្លាំងមាំមួនហើយជាពិសេសកុំភ្លេចអនុស្សាវរីយ៍ជាមួយបងប្អូនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនដោយសារពួកខ្ញុំទាំងអស់គ្នាបានទទួលក្តីស្រឡាញ់ពីអគ្គរដ្ឋទូតដោយមានការយកចិត្តទុកដាក់មិនប្រកាន់ពីឋានៈបុណ្យស័ក្តិអីទេលោកតែងតែផ្ដល់ភាពកក់ក្ដៅប្រៀបដូចជាឪពុកម្ដាយដែលដូចកូនរស់នៅឆ្ងាយមានលោកជាតំណាងឲ្យឪពុកម្ដាយតែងតែយកចិត្តទុកដាក់នៅរាល់ពេលដែលមានបញ្ហាណាមួយដែលត្រូវតែពឹងឲ្យគាត់ជួយគាត់តែងតែជួយសម្របសម្រួលគ្រប់បញ្ហាទាំងអស់ហើយជាពិសេសរយៈពេលដែលថៃបានឈ្លានពានមកលើប្រទេសកម្ពុជាយើងលោកក៏មានការសហការនិងជាមួយបងប្អូនខ្មែរយើងបានពំនាំថវិការបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការក្នុងប្រទេសជប៉ុនយកទៅជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភាគសឹកយកទៅដល់វិរៈកងទ័ពរបស់យើងដែលសម្ដែងនៃការដឹងគុណដែលវិរៈកងទ័ពយើងបានលះបង់ការពារបូរណភាពទឹកដីជាការបង្ហាញហើយនឹងជាអនុស្សាវរីយ៍របស់ប្រជាពលរដ្ឋខ្មែរដែលមានភាពដិតដាមកក់ក្ដៅខ្លាំងបំផុតនៅពេលដែលប្រទេសយើងមានទុក្ខលំបាកលោកតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរទៅលើប្រទេសខ្លួនឯងទោះបីពួកខ្ញុំមកនៅក្នុងប្រទេសទេក៏ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងមានបញ្ហាណាមួយត្រូវការកម្លាំងសាមគ្គីពីប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនេះពួកខ្ញុំទាំងអស់គ្នាតែងតែសហការរួបរวมសាមគ្គីគ្នាជាក្រុមតែមួយជាមួយរដ្ឋាភិបាលដើម្បីចង់ឲ្យប្រទេសជាតិយើងនឹងរីកចម្រើនហើយខ្ញុំអត់មានអីច្រើនទេនាងខ្ញុំមានតែពាក្យជូនពរទៅដល់ឯកបងទូតនិងឱកាសក្រោយប្រកាសជាសង្ឃឹមថានឹងបានជួបគ្នាហើយនឹងអាចសង្ឃឹមថាឃើញវត្តមានរបស់លោកមកនៅក្នុងប្រទេសជប៉ុនម្ដងទៀតព្រោះសារពួកខ្ញុំពេលដែលមានលោកតំណាងឲ្យរដ្ឋាភិបាលពួកខ្ញុំតក់ដែរបាទជំរាបសួរបងប្អូនទាំងគ្នាខ្ញុំបានធីរិតហើយខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបដែលកំពុងតែរស់នៅក្នុងប្រទេសជប៉ុនរយៈពេលកន្លងមកក្រោមការគាំពារពីសំណាក់ឯកឧត្តមអគ្គរដ្ឋទូតគឺឯកឧត្តមតុយរីតំណាងឲ្យរដ្ឋាភិបាលកម្ពុជាគឺលោកតែងតែមើលថែនិងយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងតែរស់នៅក្នុងប្រទេសជប៉ុនហើយលោកតែងតែបង្ហាញព្រមទាំងសម្រុះសម្រួលបងប្អូនខ្មែរទាំងអស់គ្នាឲ្យចេះស្រឡាញ់គ្នានិងរួបរวมសាមគ្គីជាធ្លុងមួយដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើននិងផ្សព្វផ្សាយពីអំពើល្អរបស់ប្រទេសកម្ពុជាយើងទៅកាន់ពិភពលោកផងដែរហើយម្យ៉ាងវិញទៀតនោះគឺលោកតែងតែចូលរួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុនមិនថាជាពិធីការឬមួយក៏ពិធីតូចធំបែបណាទេគឺលោកមិនដែលខ្វល់ពីថាក្តៅរងាឬយ៉ាងណាក៏ដោយគឺលោកតែងតែមានវត្តមានដ៏ខ្ពង់ខ្ពស់នៅក្នុងកម្មវិធីមួយនេះហើយជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរនិងអរគុណយ៉ាងខ្លាំងចំពោះឯកឧត្តមអគ្គរដ្ឋទូតគឺឯកឧត្តមតុយរីនៅក្នុងដំណើរមាតុភូមិនិវត្តគឺប្រកបទៅដោយសុខសុវត្ថិភាពនិងសុខភាពល្អហើយបើសិនជាមានពេលសូមឲ្យលោកអញ្ជើញមកលេងនៅប្រទេសជប៉ុនដើម្បីជួបសំណាក់សនាជាមួយនឹងបងប្អូនខ្មែរដែលកំពុងតែរស់នៅក្នុងប្រទេសផងបាទសូមអរគុណសួរឯកឧត្តមខ្ញុំចាប់ឈ្មោះចាប់ច័ន្ទប៉ាស៊ូបានស្គាល់ឯកឧត្តមខ្ញុំសប្បាយចិត្តបានឯកឧត្តមណែនាំពួកខ្ញុំឲ្យចេះស្រឡាញ់គ្នាឲ្យចេះសាមគ្គីពេលទៅវត្ត3ដងលើកនេះខ្ញុំបានជួបឯកឧត្តមរីករាយហើយចូលចិត្តឲ្យក្នុងវត្តមានធ្វើអីសាងអីល្អបិទជារូបជាអីឥឡូវនៅបិតាធំក៏ឯកឧត្តមមានយោបល់ឲ្យធ្វើរបងដាក់ឈ្មោះខ្ញុំពេញចិត្តណាស់ឯកឧត្តមទៅថាវត្តនីមួយៗគឺស្អាតខុសពីមុនចាទោះបីឯកឧត្តមត្រឡប់ទៅវិញក៏ដោយប៉ុន្តែឯកឧត្តមបានបន្សល់នៅអនុស្សាវរីយ៍ជាច្រើនជាពិសេសដែលចងចាំជាងគេគឺក្នុងវត្តមាន3វត្តបេតាធំវត្តសាមគ្គីនិងវត្តរតនរាំងសីចាពេលដែលជួបម្ដងគឺខ្ញុំឃើញផ្លែរហូតក្នុងវត្តហើយមានការជួបជុំគ្នារីករាយសប្បាយហើយយើងញ៉ាំបាយជាមួយគ្នាជាមួយឯកឧត្តមនិងអ្នកធ្វើការជាមួយឯកឧត្តមគឺជាមនុស្សសិតតែមនុស្សល្អមនុស្សគួរឲ្យចូលចិត្តគួរឲ្យគោរពហើយពួកខ្ញុំនឹងរៀនធ្វើតម្រាប់តាមជាមនុស្សល្អជាពលរដ្ឋល្អតាមឯកឧត្តមពិតជាសូមអរគុណឯកឧត្តមដែលបាននៅប្រទេសជប៉ុន4ឆ្នាំហើយមិនអាចបំភ្លេចបាននៅអនុស្សាវរីយ៍ដ៏ល្អសូមអរគុណឯកឧត្តម
ឲ្យត្រឡប់ទៅវិញមានសុខភាពល្អសំណាងល្អជួបតែរឿងល្អល្អមានបុណ្យស័ក្តិកាន់តែខ្ពស់ល្អជាងនឹងទៅទៀតជួបតែមនុស្សល្អនៅជុំវិញឯកឧត្តម គ្រប់ទីរិសួរនាងខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនរយៈពេលកន្លងមកក្រុមការគាំពៀពីសំណាក់ឯកឧត្តមទុយរីអគ្គរដ្ឋទូតតំណាងរដ្ឋាភិបាលកម្ពុជាលោកតែងតែមើលថែគ្រប់គ្រងនិងបង្ហាញព្រមទាំងសម្រុះទៅរួមបងប្អូនខ្មែរយើងទាំងអស់ឲ្យចេះស្រឡាញ់រួបរวมសាមគ្គីគ្នាតាមរយៈការចូលរួមផ្ទាល់មិនថាកម្មវិធីតូចឬកម្មវិធីធំលោកតែងតែផ្ដល់ឱកាសតែងតែផ្ដល់ពេលវេលាដែលមានតម្លៃសម្រាប់លោកដល់ប្រជាពលរដ្ឋយើងចា៎នឹងភាពកក់ក្ដៅយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសជប៉ុនចា៎ដូច្នេះទន្ទឹមរយៈពេលដែលលោកមកកាន់តំណែងនៅប្រទេសជប៉ុនជាអគ្គរដ្ឋទូតនេះខ្ញុំបានចូលរួមធ្វើការយ៉ាងសប្បាយស្វែងជាមួយនឹងលោកចា៎ទន្ទឹមពីនោះខ្ញុំក៏មានការអន់សម្ព័ន្ធចិត្តទៅលើលោកខ្លះៗដែរថាការងារមិនអាចត្រូវសម្រុងត្រូវគ្នាបានពេលខ្លះខ្ញុំក៏អន់ចិត្តពេលខ្លះខ្ញុំក៏រៀងខឹងនឹងឯកឧត្តមដែរប៉ុន្តែជាការងារមួយដែលថាបទពិសោធន៍របស់ខ្ញុំដែលធ្វើការជាមួយឯកឧត្តមចា៎ខ្ញុំសូមសំខាន់តែអភ័យទោសទៅឯកឧត្តមដែរដែលខ្ញុំខឹងលោកដែរដែលលោកអត់ដឹងចា៎ទន្ទឹមពីនេះចាស់ទីបញ្ចប់នេះខ្ញុំលំពោដល់ឯកឧត្តមដែលលោកនឹងធ្វើដំណើរទៅមាតុភូមិនិវត្តន៍នាខាងមុខនេះចា៎សូមប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យគ្រប់ភារកិច្ចសូមគោរពជម្រាបលាសូមអរគុណ ធម្មងសារណង្កឆាមីសង្ឃាំសារណង្កឆាមីបុណ្យកុសលនឹងនាំដល់ឋានសួគ៌ពុទ្ធធាំសារណង្កឆាមីធម្មងសារណង្កឆាមីសង្ឃាំសារណង្កឆាមីបុណ្យកុសលនឹងនាំដល់ឋានសួគ៌ពុទ្ធធាំសារណង្កឆាមីធម្មងសារណង្កឆាមីសង្ឃាំសារណង្កឆាមីបុណ្យកុសលនឹងនាំដល់